ចឹងអ្នកដែលកើតឆ្នាំរកាបើចង់ឲ្យហេងចង់ឲ្យបើកលៀបបើកជ័យនៅក្នុងឆ្នាំ2026ហើយឥឡូវហ្នឹងដើម្បីហេងកុំឲ្យចាញ់បោកគេកុំឲ្យមានបញ្ហាកុំឲ្យពិបាកចិត្តកុំឲ្យគិតច្រើនយើងលៀងសើចេញទៅព្រួចមួយបាញ់បានសัตว์ពីរក្រោយពីយើងលៀងសើហើយយើងហេងក្រោយពីយើងហេងហើយយើងក៏បានទទួលលៀបទទួលជ័យហើយរិស័យយើងឡើងខ្លាំងចាប់ពីឆ្នាំ2026ទៅព្រោះអ្នកកើតឆ្នាំរកាគឺអូវេទនាណាបាទមករយៈពេលចុងក្រោយនេះវេទនាណាម្នាក់សឹងដាច់ខ្យល់ងាប់បងប្អូនណាបាទហើយអ្នកកើតឆ្នាំរកាមកជីវិតពេលដែលមានទុក្ខពេលដែលមានភ័យពេលដែលមានសោកគឺដូចគ្មានអាណាដឹងគ្មានអាណាគេមកគ្រប់គ្រងគ្មានអាណាគេមកស្រឡាញ់យើងទេប៉ុន្តែបើសិនជាយើងមានគេមានទុក្ខយើងជួយគេបាទហើយអ្នកកើតឆ្នាំរកាមកជីវិតតមរឿង3យ៉ាងឲ្យបានណាបងប្អូនណាបាទតមទី1គឺតមកុំរាប់ញាតអ្នកកើតឆ្នាំរការាប់ញាតច្រើនពេកក៏អត់បានដែររាប់ច្រើនពេកអត់ប្រយោជន៍រាប់ច្រើនពេកអត់បានការមិនមែនថាអាត្មានិយមមិនអោយរាប់ញាតទេរាប់តែប៉ុន្តែវាអត់ប្រយោជន៍ទេបាទយើងដូចថារាប់ច្រើនពេកដូចគ្មានបានប្រយោជន៍អីពឹងគេមិនបាននាំតែរឿងនាំតែហេតុទី1កុំរាប់ញាតទី2កុំអាណិតគេអ្នកកើតឆ្នាំរកាមកជីវិតឲ្យលុយគេខ្ចីគេអត់សងទេបងប្អូនឲ្យគេខ្ចីគឺគេមិនសងហ្មងហើយបើធ្វើគុណដែលបានគុណទេធ្វើគុណបានទោសទី2កុំអាណិតគេកុំឲ្យលុយគេខ្ចីចំណែករឿងទី3អ្នកកើតឆ្នាំរកាត្រូវសងគុណខ្លួនឯងឲ្យច្រើនសងគុណខ្លួនឯងឲ្យច្រើនហ្នឹងหมายថាម៉េចត្រូវចាយវាយត្រូវធ្វើអីក៏ធ្វើទៅចំណាយអីក៏ចំណាយទៅអ្នកខ្លះមិនហ៊ានស៊ីមិនហ៊ានចុកមិនហ៊ានចាយខ្លួនឯងមិនហ៊ានទិញរបស់ល្អប្រើហើយប៉ុន្តែទុកលុយយកឲ្យគេខ្ចីទុកលុយជួយដល់បងប្អូនទុកឲ្យចុងក្រោយយើងអ្នកដូចតែគ្មានបានគុណគ្មានបានស្រ័យអីណាបាទហើយអ្នកដែលកើតឆ្នាំរកាបងប្អូនកូនក្មួយចាប់ពីខែ11ចាប់ពីខែ10នៅទៅត្រូវមានសត្វប៉ប៉ែយកដាក់ផ្ទះហេតុអីដោយសារប៉ប៉ែមាសប៉ប៉ែសំណាងគឺជាសត្វនាំលៀបនៅក្នុងឆ្នាំ2026អញ្ចឹងបើយើងឆ្នាំរកាគ្រប់គ្នាយើងមានសត្វប៉ប៉ែយកដាក់នៅក្នុងផ្ទះយើងនឹងមានលៀបមានជ័យអញ្ចឹងប៉ប៉ែមាសនេះយើងត្រូវមានឲ្យត្រូវក្បួនត្រូវខ្នាតទៀតមិនមែនចេះយកទៅដាក់ទេកាលណាយើងដាក់ប៉ប៉ែដែលត្រូវក្បួនត្រូវខ្នាតមានលៀបមានជ័យហើយនឹងជួយឲ្យយើងចម្រើនរុងរឿងរកស៊ីមានបានកាក់កបបងប្អូននេះគឺជាប៉ប៉ែមាសប៉ប៉ែជ័យណាដែលលោកគ្រូមហាជុំបានសម្រាប់សម្រាំងធ្វើឡើងតាមក្បួនតាមខ្នាតហើយមានការប្រសិទ្ធិយ៉ាងត្រឹមត្រូវអញ្ចឹងបងប្អូនយកទៅដាក់ទៅគឺបងប្អូនបានកាក់កបឯនេះបាទគ្រប់ឆ្នាំទាំងអស់បងប្អូនណាត្រូវតែដាក់បាទត្រូវតែដាក់ណាដាក់ឲ្យនឹងមានលៀបមានជ័យប្រពែនេះនឹងជូនលៀបជូនជ័យជូនដល់យើងបាទសុខភាពល្អលុយកាក់ហូរចូលហើយយើងអត់ឆុងយើងលើករាសីយើងហេងទៅទៀតអញ្ចឹងលោកអ្នកដែលកើតឆ្នាំរកាលោកអ្នកអាចលៀងសើចេញហើយជាវប្រពែមាសនេះយកទៅដាក់នៅក្នុងផ្ទះរបស់បងប្អូនប្រពែមាសនេះនឹងនាំលៀបនាំសំណាងណាបាទយើងដាក់ជាគូបងប្អូនណាបាទចឹងសូមជូនពរអ្នកកើតឆ្នាំរកាទាំងអស់ខ្ញុំសូមជម្រាបជូនប៉ុណ្្នឹងដោយសារឆ្លើយសំណួរកូនស្រីមិញណាបាទពាក់ព័ន្ធជាមួយគាត់រឿងនឹងហេតុអីបានរឿងល្អចូលអត់រួចចូលរួចទៅរឿងមិនល្អអានឹងមូលហេតុមកពីយើងសើអញ្ចឹងយើងលៀងសើចេញទៅទី1យើងកំតិចចោលយើងបំផ្លាញចោលនៅរឿងដែលមិនល្អចេញពីរាសីយើងហើយយើងទទួលលៀបយើងទទួលសំណាងហើយយើងក៏នឹងទទួលបានលៀបជ័យនៅក្នុងឆ្នាំថ្មីនៅក្នុងឆ្នាំ2026បន្តទៅទៀតណាបងប្អូនណាបាទអញ្ចឹងសូមបងប្អូនកូនក្មួយទាំងអស់គ្នាដែលកើតឆ្នាំរកាហ្នឹងសូមឲ្យហេងសូមឲ្យកាក់កបសូមឲ្យរីកចម្រើនទាំងអស់គ្នាបងប្អូនណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់អ្នកកើតឆ្នាំរកាត្រឹមប៉ុណ្្នឹងចុះបងប្អូនណាបាទ